បងប្អូនខ្ញុំគាត់តែកន្លែងឃើញរថយន្តមួយម្ដងនេះរបស់ចិនណាខ្ញុំប្រៀបដូចជាកំពុងស្ថិតនៅក្នុងស្ថានភាពនៃពេលបច្ចុប្បន្ន2030បាត់ទៅហើយនេះក៏មិនមែនជារថយន្តធម្មតាដែលអ្នកទាំងអស់គ្នាឃើញនៅលើដងផ្លូវនោះទេវាគឺជារថយន្ត Avatar 12 Royal Edition ហើយវាក៏ជាការរួមបញ្ចូលគ្នារវាងសិល្បៈនិងខួរក្បាលសិប្បនិម្មិតផងដែរចាប់ពីវិនាទីដែលទ្វារអគ្គិសនីបើកទទួលយកបងប្អូនរហូតទៅដល់អេក្រង់ Hello Screen ដែលអាចតាក់ទងជាមួយនឹងពិភពខាងក្រៅបានរថយន្តនេះនឹងធ្វើឲ្យបងប្អូនមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាស្ដេចនៅក្នុងខ្សែភាពយន្ត Hollywood អញ្ចឹងបច្ចេកវិទ្យាខ្លះនៅក្នុងរថយន្តនេះសូម្បីតែយន្តហោះទំនើបក៏មិនទាន់មានផងតើវាមានភាពអស្ចារ្យដល់កម្រិតណាតោះយើងទៅដឹងទាំងអស់គ្នាក៏ប៉ុន្តែមុននឹងយើងទៅវះកាត់នៃបិសាចបច្ចេកវិទ្យាមួយនេះសូមកុំភ្លេចជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងម្នាក់មួយផងរាល់ការចុច Like និង Share របស់បងប្អូនវាគឺជាកម្លាំងចិត្តឲ្យខ្ញុំនាំយកកម្ពុជាបច្ចេកវិទ្យាមកបង្ហាញជូនបងប្អូនរៀងរាល់សប្តាហ៍តើយើងកុំឲ្យខាត់ពេលយូរយើងទៅរុករកជាមួយនឹងអាចកំបាំងរបស់ Avatar 12ជាមួយនឹងខ្ញុំទាំងអស់គ្នាចំណុចដំបូងដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាទប់អារម្មណ៍មិនជាប់គឺការរចនា spoiler នៅផ្នែកខាងក្រោយវាក៏មិនមែនជា spoiler ធម្មតាសម្រាប់តាំងលម្អប្រៀបដូចជាផ្កាកំពុងរីកនៅក្នុងសួនច្បារនោះទេក៏ប៉ុន្តែ spoiler នេះក៏អាចបិទបើកបានដោយសេរីបងប្អូនក៏អាចបញ្ជាវាពីអេក្រង់ខាងក្នុងឬក៏ទប់វាធ្វើការដោយស្វ័យប្រវត្តិតាមល្បឿនឡានផងដែរនៅពេលដែលវាបើកឡើងវាបានបង្កើតកម្លាំងសង្កត់ឬក៏ downforce ជួយឲ្យរថយន្តមានលំនឹងខ្លាំងនៅពេលបើកបរល្បឿនលឿននិងជួយកាត់បន្ថយល្បឿនបានយ៉ាងរហ័សនៅពេលជាន់ហ្វ្រាំងរថយន្ត Avatar 12 Edition ត្រូវបានរចនាឡើងក្នុងទម្រង់ឡានស្ពណ៌ដែលមានកម្ពស់ខ្ពស់ជាងឡានប្រភេទ Sedan ធម្មតាប៉ុន្តែទាបជាងឡាន SUV Avatar 12ក៏បានបង្កើតនូវតុល្យភាពដ៏ល្អឥតខ្ចោះនៃភាពស្ពណ៌និងផាសុកភាពផងដែរបើយើងក៏លេចមើលពីចង្កៀងខាងមុខត្រូវបានរចនាឡើងយ៉ាង slim ប្រៀបដូចជាអក្សរចិនដែលមើលទៅខុសប្លែកខុសគេនិងមានអំណាចបំផុតអ្វីកាន់តែប្លែកបំផុតនោះគឺអេក្រង់ Hello Screen នៅផ្នែកខាងមុខនៃរថយន្តអេក្រង់នេះក៏បានអនុញ្ញាតឲ្យបងប្អូនអាចដាក់ឈ្មោះបងប្អូនបានឬក៏បង្ហាញសារផ្សេងៗទៅកាន់អ្នកដែលកំពុងធ្វើដំណើរដទៃទៀតបានថែមទៀតផងនៅរាល់ពេលបងប្អូនចតរថយន្តនេះហើយចុចលុកឡានវាក៏បន្សល់ពាក្យ Goodbye ប្រៀបដូចជាគូសន្តាកំពុងតែបាយគ្នាដោយបន្សល់ពាក្យ License here អូនទៅធ្វើការហើយដើម្បីយកលុយដើម្បីមកចិញ្ចឹមបងដែលវាបានបង្កើតជាទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងម្ចាស់និងរថយន្តរីឯនៅជុំវិញតួខ្លួនរបស់ Avatar 12មានបំពាក់នៅ sensor កាមេរ៉ានិងរ៉ាដាពន្លឺរហូតដល់36គ្រាប់នេះគឺជាផ្នែកដ៏វៃឆ្លាតដែលជួយឲ្យរថយន្តអាចមើលឃើញនៅអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួន360ដឺក្រេដែលជួយឲ្យប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនិងប្រព័ន្ធសុវត្ថិភាពឲ្យមានភាពច្បាស់លាស់បំផុតបើយើងនិយាយពីទ្វាររថយន្តវិញគឺជាប្រភេទ Solo Open Door ដែលមានដៃទ្វារលាក់ខ្លួន Glass Door Handle ដែលវាបាញ់ចេញមកខាងក្រៅវាអាចបើកបិទដោយស្វ័យប្រវត្តិអ្វីដែលកាន់តែអស្ចារ្យនោះវាមាន sensor ដែលអាចការពារការប៉ះទង្គិចបានបើយើងក្រឡេកមកមើលផ្ទៃខាងក្នុងកៅអីនៅខាងមុខជាប្រភេទកៅអី Zero Gravity ដែលផ្ដល់នូវអារម្មណ៍ដ៏សំណុកសោកសួរបំផុតកៅអីទាំងមុខទាំងក្រោយគឺមានមុខងារកម្ដៅត្រជាក់និងម៉ាសារហូតដល់3ម៉ូដបូករួមជាមួយនឹងអេក្រង់កំសាន្ត Before Payment ចំកណ្ដាលដែលមានទំហំធំដូចជា Tablet ដំណើរការដោយស្វ័យប្រវត្តិ Huawei Harmony OS ដែលមានភាពរហ័សនិងសម្បូរទៅដោយកម្មវិធី App ឆ្លាតវៃបើយើងនិយាយពីប្រព័ន្ធសំឡេងវាបានប្រើប្រាស់ជាមួយនឹង Speaker Mark Meridian ដែលមានចំនួនរហូតដល់25គ្រាប់ដែលផ្ដល់នូវសំឡេងជុំវិញខ្លួននិងមានមុខងារកាត់បន្ថយសំឡេងរំខានពីខាងក្រៅដែលជាប្រភេទ Noise Reduction Avatar 12បានប្រើប្រាស់ជាមួយនឹងម៉ូទ័រភ្លោះបញ្ជូនកម្លាំងទៅកង់ទាំង4 AWD ដែលមានកម្លាំងរហូតដល់547សេសភ្ជាប់ជាមួយនឹងអាគុយដែលមានទំហំរហូតដល់94គីឡូវ៉ាត់ម៉ោងអនុញ្ញាតឲ្យអ្នកបើកបរបានចម្ងាយរហូតដល់700គីឡូម៉ែត្រក្នុងការសាកពេញម្ដងមិនទាន់អស់នោះទេរថយន្តនេះអាចចូលចតដោយខ្លួនឯងបានដោយប្រើប្រព័ន្ធ Auto Parking និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Auto Pilot ដែលអាចបើកបរដោយខ្លួនឯងបានកិច្ចចេញពីឧបសគ្គយ៉ាងរលូនមិនត្រឹមតែប៉ុណ្ណោះនោះទេបងប្អូនក៏អាចបញ្ជាវាតាមរយៈកម្មវិធី App នៅលើទូរស័ព្ទដៃបានថែមទៀតផងសរុបមកវិញនោះ Avatar 12 Royal Edition គឺជាសក្ខីភាពនៃបរិវត្តបច្ចេកវិទ្យានាពេលអនាគតជាមួយនឹងតម្លៃប្រហែល$76,500បងប្អូនក៏នឹងទទួលបាននៅភាពប្រណិតនិងបច្ចេកវិទ្យាកម្ពុជា Avatar 12ក៏មានការធានាពីយន្តការស្តង់ដារ ISO ផងដែរតើបងប្អូនយល់យ៉ាងណាដែររាល់ប្រព័ន្ធពិសេសនិងបច្ចេកវិទ្យាទំនើបដែលបានដាក់បញ្ចូលនៅ Avatar 12 នេះសូមបញ្ចេញមតិរបស់បងប្អូននៅខាងក្រោមវីដេអូពីខ្ញុំទៅមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ